Đừng ngay thật ca nhâm tức là hai thang thằng chơi vô sợ lỗ tí đó bàn tay là buồn khăn á nhâm tức ọt khổ bê vào ngày phịch là hột nà cái làn trắng ngày nó nhôm biên kịch lực sủng khăn làm bay chạy đầm lết không ca dân nhâm tức ở bàn cột quán không buổi ngày môn phật ca chạy đầm lết sau bọc ở chui follow page like comment ឬ share ម្នាក់មួយបានអត់ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការបង្កើតវីដេអូថ្មីៗដែលតាក់ទងទៅនឹងចំណេះដឹងផ្នែកសុខភាពដើម្បីចែកជូនបងប្អូនទាំងអស់គ្នាមួយកំណត់ពេលផឹកទឹកឲ្យបានទៀងទាត់វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្ពស់ព្រោះថាយើងកុំចាំបាច់ដល់តែពេលយើងស្រេកទឹកទៅយើងផឹកទឹកព្រោះថារាងកាយយើងនៅពេលដែលយើងស្រេកទឹកគឺវាចាប់ផ្ដើមខ្វះជាតិទឹកបន្តិចហើយចុះយើងគួរតែភ្ញាក់ពីគេងផឹកទឹកមួយកែវទៅពីរកែវភ្លាមៗទៅដើម្បីដាស់សរីរាង្គនៅខាងក្នុងដំណើរការបានល្អនិងបំពេញជាតិទឹកដែលបាត់បង់នៅពេលគេងយប់ហើយមុនពេលញ៉ាំបាយ30នាទីយើងត្រូវតែញ៉ាំទឹកមួយកែវសិនដើម្បីជួយដល់ការរំលាយអាហារនិងកាត់បន្ថយចំណង់អាហារហើយមុនពេលចូលគេងយើងគួរញ៉ាំទឹកមួយកែវទៀតដើម្បីជួយការពារជំងឺដាច់សរសៃឈាមខួរក្បាលឬគាំងបេះដូងនៅពេលយប់និងរក្សាកម្រិតជាតិទឹកហើយសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណដូចខ្ញុំចាំបាច់ត្រូវតែញ៉ាំទឹកបន្ថែមដើម្បីជំនួសជាតិទឹកដែលបាត់បង់នៅពេលហាត់ប្រាណនោះដែរពីរតាក់ទងទៅនឹងការប្រើដបទឹកផ្ទាល់ខ្លួនការប្រើដបទឹកគួរតែយកចំណុះធំហើយកំណត់គោលដៅថាត្រូវផឹកឲ្យអស់2ដបឬ3ដបក្នុងមួយថ្ងៃហើយការដាក់ដបទឹកគឺត្រូវយើងត្រូវដាក់ដបទឹកនៅក្បែរខ្លួននៅកន្លែងដែលយើងងាយមើលឃើញញឹកញាប់ដូចជានៅលើតុធ្វើការឬក៏នៅក្បែរគ្រែយើងគេងអញ្ចឹងទី3យើងត្រូវតាមដានជាតិទឹករបស់យើងតាមរយៈទឹកនោមនេះគឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីដឹងថាថ្ងៃនេះយើងញ៉ាំទឹកគ្រប់គ្រាន់ឬក៏អត់សម្រាប់ពណ៌ទឹកនោមគឺនៅពេលដែលទឹកនោមយើងមានពណ៌រឿងលឿងស្លេកមានន័យថាយើងញ៉ាំទឹកគ្រប់គ្រាន់ហើយប៉ុន្តែបើទឹកនោមរបស់យើងមានពណ៌លឿងចាស់ឬធំក្លិនខ្លាំងមានន័យថាអ្នកចាំបាច់ត្រូវតែញ៉ាំទឹកបន្ថែមហើយព្រោះថាអ្នកកំពុងតែខ្វះជាតិទឹកចំណុចទី4បន្ថែមរសជាតិទឹកបើសិនបើអ្នកមិនចូលចិត្តរសជាតិទឹកធម្មតាពេលខ្លះញ៉ាំទៅមានអារម្មណ៍ថាឆ្អាបបាក់លេបអីមែនអត់ខ្ញុំក៏អញ្ចឹងដែរតែសម្រាប់ខ្ញុំជ្រើសរើសយកតែរុក្ខជាតិមួយនេះដើម្បីបង្កើនរសជាតិទឹកឲ្យឆ្ងាញ់ហើយស្រួលញ៉ាំមិនត្រឹមតែប៉ុណ្្នឹងទេញ៉ាំពីមួយថ្ងៃទៅមួយថ្ងៃអ្នកអាចស្រកគីឡូដល់ដឹងខ្លួនទៀតសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានវីដេអូរបស់នាងខ្ញុំអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យខ្ញុំចែករំលែកវីដេអូអ្វីបន្ថែមទៀតសូម comment នៅខាងក្រោមខ្ញុំនឹងព្យាយាមស្រាវជ្រាវ content ល្អៗដែលទាក់ទងនឹងសុខភាពមកចែកជូនបងប្អូនទាំងអស់គ្នាជាបន្តទៀតសូមអរគុណបាយបាយ